ឥឡូវយើងមានបន្ទុកថ្នាក់ទី9ប្រចាំខែធ្នូប៉ុន្តែទី9នេះមានបញ្ហាត្រង់យើងត្រង់ថាបន្ទុកទី9វាមានទី 9A ផង B ផង C ហើយ D ទៀតចឹងមានចម្រុះចូលគ្នាហើយយើងចង់បានទី 9A ទេចង់បានទី 9A ទេចឹងយើងត្រូវធ្វើម៉េចចឹងយើងត្រូវច្រោះយកតែទិន្នន័យទី 9A ទេដើម្បីយើងធ្វើដូចជាយើងទៅselect លើក្បាលតារាងទៅមកដំបូងឡើយយើងselect ចឹងមកហើយយើងចូលនៅក្នុង data ហើយយើងយក filter នៅខាងនេះ filter យើងមានចេញសញ្ញាក្បាលនេះបើប្រូចនៅក្បាលតារាងយើងទាំងអស់ចឹងយើងមើលប្រូចកន្លែងថ្នាក់រៀននេះណាយើងដូចចឹងទៅយើងដោះ select កន្លែង select all យើងដោះ select សិនហើយយើងចង់ select យកថ្នាក់ណាយើង select យកថ្នាក់ហ្នឹងrồiយើងយកទី 9A យើង select យកទី 9A នេះហើយយើងអូខេនោះវានឹងច្រោះទិន្នន័យយកតែទី 9A ទេក្រៅពីទី 9A គឺយើងមិនទទួលបានទេទី 9A ទេណាអញ្ចឹងបន្តមកទៀតជំនាញបន្ទាប់យើង copy ទៅដាក់នឹង sheet ផ្សេងcopy ចឹងមកហើយ select ហើយយើង copy យកនៅក្នុង home វិញហើយយកពាក្យថា copy ហើយ copy យើងទម្លាក់ចោលសិនយើងទៅបើកកម្មវិធី Word ថ្មីមួយទៀតកម្មវិធី Excel ថ្មីមួយទៀតមកយើងដាក់ចំកន្លែង cell A1 ហ្នឹងហើយយើងយកពាក្យថា pass តែនេះមកហើយគឺមកតែទិន្នន័យទី 9A ទេណាទី 9A ទេហើយអញ្ចឹងបន្តមកទៀតយើងត្រូវset up กระดาษណាត្រូវសិនមកដើម្បី set up กระดาษយើងប្រើกระดาษផ្ដេកឬក៏กระดาษប្រឈរនេះយើងប្រើกระดาษផ្ដេកណាយើងប្រើกระดาษផ្ដេកអញ្ចឹងយើងចូលក្នុង page layout ក្នុង group page setup យើងមានកន្លែងនេះមួយចូល group ហ្នឹងទៅអូខេនេះយើងបោះទាំងនេះមួយមកអញ្ចឹងយើងត្រូវ select យក landscape กระดาษផ្ដេកយក landscape បំផុតទៅយើងប្រឈរយើងយក landscape ហើយpage size យើងយក A4 ហើយ margin គឺយើងដោយសារតារាងច្រើនយើងដាក់អស់ហ្មង00ដែរខាងលើក៏0ដែរខាងក្រោមក៏0ដែរអូខេប៉ុណ្ណឹងយើងអូខេហើយយើងមើលតារាងណាដែលมันមានបន្ទុកយើងត្រូវលុបចោលនេះគឺលេខរៀងយើងទាញវាឲ្យទូចតិចមកអានេះអត្តលេខយើងមិនចាំបាច់ដាក់ទេយើងលុបចោលយើង select លើcolumn ក្បាល column ហើយយើងមកស្ដាំនោះវាយកពាក្យថា delete អូខេកន្លែងនេះយើងទាញវាញែកតិចមកដើម្បីវាធំយើងដាក់លេខអុយចេញប្រអប់មួយជ្រូកណាអានេះយើងលុបចោលទៅបើកន្លែងគេហៈនេះគឺយើងលុបចោលដែរអានេះអត់មានបន្ទុកលុបចោលដែរភាសាបារាំងហើយអរំកាយនេះយើងលុបចោលស្រេចទាំងពីរចូលគ្នាហ្មង3នេះមកស្ដាំយកពាក្យ delete អូខេនេះហើយយើងស្រែកឈ្មោះនេះឲ្យវាធំតិចមកឡើង page តូចតិចមកនេះយើងចង់ឲ្យម្ដងច្រើនយើងស្រែកលើក្បាលតារាងទាំងអស់ហ្នឹងទៅហើយយើងទាញតែម្ដងទៅប៉ុនគ្នាយកមកកន្លែងថ្នាក់បើសិនបើយើងមិនដាក់ក្បាលបើយើងចាំដាក់ក្បាលលើលុបចោលទីក្បាលហ្នឹងថ្នាក់សល់តែក្បាលទេសល់តែបន្ទុកទេអញ្ចឹងយ៉ាងនេះយើងត្រូវសកវាថែមដោយសារយើងឲ្យយើងដាក់ចំណាត់ថ្នាក់មួយទៀតឲ្យមានឲ្យយើងឡើងតារាងយើង copy មកឲ្យមានចំណាត់ថ្នាក់ទេអញ្ចឹងយើងត្រូវដាក់ចំណាត់ថ្នាក់មួយទៀតselectលើក្បាលតារាងមកស្ដាំយកពាក្យថា insert អញ្ចឹងយើងបានក្បាលតារាងហើយយើងកន្លែងនេះយើងដាក់ថាចំណាត់ថ្នាក់ថ្នាក់មកចំណាត់ថ្នាក់កាត់ចឹងទៅលេខរៀងនេះយើងដាក់ឲ្យវាត្រូវតាមយើងលុបវាចោលឲ្យអស់ថ្មីក៏បានដែរលុបចោលយើងអស់ថ្មី1លេខ2យើងតម្លេចចូលគ្នា
អស់យកមកតែម្ដងអញ្ចឹងសរុបសិស្សទី 9A សរុបគ្នា50នាក់ហើយកន្លែងនេះអត់មានចំណាត់ថ្នាក់ទេយើងរកចំណាត់ថ្នាក់អញ្ចឹងដើម្បីរកចំណាត់នេះយើងសុំញ៉ៃធំតិចអញ្ចឹងដើម្បីរកចំណាត់ថ្នាក់យើងចុចមកប្រើរូបមន្តស្មើឲ្យគេថា ring បើកវងចក select លើ cell ដែលជាមជ្ឈុំភាគណាមជ្ឈុំភាគអក្បៀស1ហើយយើងអស់លើមជ្ឈុំភាគទាំងអស់យើងចុចពាក្យ F4 ហើយយើងបិទវងចកវិញ enter គេលេខរៀង30ចំណាត់ថ្នាក់38ទី38ចូលខនជាស្ដាហ្នឹងដោយសារតែផ្សេងនេះជាប់ចំនួនទស្សភាគយើងដាក់ចំនួនកូដវាមកយើងចូលក្នុង format cell ហើយយើងយកពាក្យnumber ហ្នឹងមកយើងបន្ថយលេខ2នេះដាក់កូដ0នេះមកកូដអីអូខេលេខទីវិញមកចាំយើងអស់មកអូខេឲ្យជាហើយបាត់ហើយនេះណាហើយខាងនេះយើង select អត់មានអីដាក់ក្បាលតារាងចឹងចំណាត់ថ្នាក់អញ្ចឹងយើង select លើហើយជា3វិញមកដើម្បីមាន space ដាក់ក្បាលដាក់ចំណងជើងinsert មកហើយបើបង្ក្រន់នេះថែម2ទៀត register នេះហើយកន្លែងនេះយើងបដាច់តារាងមកដើម្បីដាក់ឈ្មោះឆ្នាំ2026នេះយើងដាក់ឈ្មោះជា like ហ្នឹងទៅហើយប្រហែលជាចកម្មយើងទៅហើយ